Đâyបងប្អូនដល់គ្នាមកកាន់វីដេអូឃ្លីបរបស់ខ្ញុំបាទថ្ងៃនេះជាថ្ងៃទី3បាទយើងទៅកាន់កន្លែងតំបន់ត្រជាក់ចិត្តបាទអញ្ចឹងខ្ញុំកំពុងតែធ្វើដំណើរតាមផ្លូវបាទឃើញបងប្អូនយើងក៏ច្រើនណាស់បាទតាមផ្លូវបាទកំពុងតែលេងចាស់ទឹកឬក៏លេងបាញ់ទឹកហ្នឹងបាទគឺបាទខែចូលឆ្នាំបាទចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងគឺពួកគាត់និយមលេងទឹកនឹងតាមម្សៅបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំទៅប្រឌិតយកបាទទេសភាពជាថ្ងៃបង្ហើយបាទវគ្គទី1អញ្ចឹងវីដេអូរបស់ខ្ញុំនៅមានវគ្គទី2បងប្អូនអញ្ចឹងបងប្អូនកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាវគ្គទី2បាទនេះជាคลิปវគ្គទី1អញ្ចឹងថ្ងៃនេះជាថ្ងៃបញ្ចប់បាទចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងបាទជាថ្ងៃបញ្ចប់គឺថ្ងៃទី3ហើយយើងទៅធ្វើការថតយកទេសភាពបងប្អូនយើងគាត់កំពុងតែវាយឡើងនៅឯមាត់សមុទ្របាទតំបន់ត្រជាក់ចិត្តមានចម្រុះជាតិសាសន៍បងប្អូនមានបារាំងមានចិនបាទមានវៀតណាមបាទនិយាយទៅគឺសប្បាយម្យ៉ាងដែរបាទលេងចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងគឺថាសប្បាយនៅខាងកោះកុងហើយខ្ញុំបាទកំពុងតែធ្វើដំណើរនេះចិត្តមកដល់រង្វង់មូលបាទយាយរែកផ្លែឈើបាទអញ្ចឹងចាប់ផ្ដើមមានមនុស្សច្រើនបន្តិចហើយបាទហើយបងប្អូនយើងមានជិះម៉ូតូជិះឡានបាទខ្លះទៀតនឹងក៏មានដើរបាទថ្មើរជើងជាក្រុមបាទគាត់លេងបាញ់ទឹកបានម្សៅបាទហើយភាគច្រើនគឺជិះម៉ូតូបងប្អូនប៉ុន្តែកន្លែងណាដែលចិត្តបាទគាត់ជិះកាត់គាត់មានក្រុមគាត់ដើរបាទគាត់ដើរម្ដង 4-10 នាក់អញ្ចឹងទៅបាទគឺគាត់ដើរលេងសប្បាយបាទអញ្ចឹងនៅខាងកោះកុងនេះគឺសប្បាយរហូតបាទមិនថាតែពេលចូលឆ្នាំទេពេលខ្លះបាទគឺមានតន្ត្រី concert បាទសប្បាយហោហែតែម្ដងគឺមិនសូវជាស្ងាត់ប្រហែលទេបាទជាខេត្តមួយដែលសម្បូរទៅដោយទេសចរបាទចេញចូលគឺថាសប្បាយបាទអញ្ចឹងខ្ញុំនិយាយនេះបាទចិត្តមកដល់ធ្វើដំណើរចិត្តមកដល់មន្ទីរពេទ្យបាទមួយឯកខេត្តកោះកុងយើងបាទអញ្ចឹងខ្ញុំធ្វើការធ្វើដំណើរតាមផ្លូវមុខមន្ទីរពេទ្យរួចហើយឡើងតាមរង្វង់មូលAC លីដាបាទអញ្ចឹងនៅខាងនេះបងប្អូនយើងក៏កំពុងតែលេងទឹកបានម្សៅអញ្ចឹងមានខ្លះទៀតក៏គាត់បាញ់ក៏ភ្លើងបាញ់ទឹកគាត់ហើយមានស្ពាយពីក្រោយខ្នងហើយមានខ្លះទៀតហ្នឹងក៏ភ្លើងក៏ប៉ុនកូនដៃទេបងប្អូនគេហៅថាលេងឲ្យសុបាយបាទក៏ភ្លើងប៉ុនមេជើងអីហ្នឹងបាទឃើញគាត់ការលេងទៅតំណងសុបាយប៉ុន្តែមិនដឹងថាគាត់ទិញមកខាងណាទេភ្លើងហ្នឹងបើខ្ញុំមើលទៅនៅផ្សារខ្ញុំជួបតែកន្លែងគេលក់ភ្លើងគឺសិតតែធំបងប្អូនបាទអញ្ចឹងយើងមកដល់វងមូលAC បាទយើងមកពីរង្វង់មូលយាយរ៉េតផ្លែឈើមកហើយមកដល់រង្វង់មូល AC បាទនេះខ្ញុំបាទស្រឡាញ់កោះកុងបាទគេដាក់ប៉ុន្តែគេដាក់រូបបេះដូងតំណាងឲ្យសេចក្តីស្រឡាញ់ចឹងទៅមែនខ្ញុំបេះដូងកោះកុងទេណាបាទខ្ញុំស្រឡាញ់កោះកុងគឺតំណាងបែបហ្នឹងអញ្ចឹងយើងធ្វើការបត់បាទបត់ឆ្វេងសំដៅទៅកាន់ស្ពានកោះកុងបាទហើយឡានម៉ូតូរៀងច្រើនតិចបងប្អូនប៉ុន្តែអត់មានបញ្ហាអីទេបាទធ្វើដំណើរស្រួលបាទការដើរលេងគឺសប្បាយអត់មានទុកព្រួយគេថាសប្បាយរហូតបាទអញ្ចឹងអ្នកមួយចំនួនបងប្អូនគាត់មួយចំនួនគាត់នៅក្នុងកង3គាត់មានក្រុមគាត់លូកដៃខាងនេះគាត់បាញ់ទៅខាងនោះគាត់លូកខាងស្ដាំបាញ់ទៅខាងឆ្វេងបាទនេះស្អីស្អាត 2-3 នាក់បាទហើយខាងនេះមួយទៀតយ៉ាអេមដេតអានោះអញ្ចឹងយើងធ្វើការដំណើរទៅមុខទៀតបាទហើយបែបនេះភ្លើងធំមែនទែនបងប្អូន
បាញ់ប្រុសស្អាតនៅក្នុងកង់3អេជីបែកអីប្រុសសោះជីបែកនៅខាងក្រោយតាអញ្ចឹងខ្ញុំរៀងបងអង្គលបឿនតិចដោយសារស្ទះនៅខាងមុខនេះបាទអញ្ចឹងយើងធ្វើដំណើរសិនទៅកាន់កន្លែងតំបន់ត្រជាក់បាទអញ្ចឹងកំពុងតែស្ទះនៅខាងមុខដោយសារតែមានបងប្អូនយើងកាន់លេងនៅខាងមុខដែរអញ្ចឹងយើងធ្វើការបង្អង់មួយផ្លែតបាទអញ្ចឹងយើងដើរទៅបន្តិចបាទចេញតាមប្លុកខាងស្ដាមនេះដោយសារតែរឿងយឺតដែរទេឡានអញ្ចឹងយើងអាចទៅមុខបន្តិចបានដោយសារឡានគាត់យឺតហើយខាងនោះគេមកពីខាងនោះអញ្ចឹងយើងចេញទៅខាងស្ដាមអត់កើតខាងឆ្វេងអត់កើតទេដោយសារតែស្ទះបងប្អូនអញ្ចឹងការបើកបររបស់បងប្អូនមួយចំនួនគាត់បើកបរបានល្អបាទតម្រង់ជួរគ្នាបាទតម្រង់ជួរគ្នាតែម្ដងស្ទះក៏វាអត់យូរដែរបាទគឺទៅម្ដងតិចអញ្ចឹងខ្ញុំមកដល់កន្លែងនេះដែលគេហៅថាតំបន់ត្រជាក់ចិត្តហើយបងប្អូនកន្លែងដែលគេលេងទឹកខ្លាំងមែនទែនឡានបាញ់ទឹកអូខេបាទបងប្អូនឃើញរូបពស់មេឃដែរបាទរូបពស់មេឃគឺតំណាងឲ្យលាភជ័យបាទហើយក៏ចូលបត់ចូលកន្លែងនេះបាទគេណែនអញ្ចឹងយើងដាក់ទៅកន្លែងទុំទៅអត់ឃើញដោយសារតែបងប្អូនយើងគាត់មកថ្ងៃទី3គឺច្រើនមែនទែនអញ្ចឹងយើងត្រូវការចេញបាទបត់ចេញពីកន្លែងហ្នឹងទៅរកកន្លែងទុកកន្លែងផ្សេងបាទបើកុំបាទទុកកន្លែងណាក៏បានដែរកុំឲ្យទៅផ្លូវគឺអត់មានបញ្ហាបាទអីទេបាទអត់មានបញ្ហារឿងខ្លាចបាទទេបាទវាអត់100%តិចណាស់ដែលអាចបាទសឹងតែអត់មានតែម្ដងអញ្ចឹងខ្ញុំបត់ទៅខាងរង្វង់មូលស្ពានកោះអញ្ចឹងយើងយកទៅកន្លែងក្រោមដើមឈើនៅខាងមុខសួនបាទសួនច្បារមាត់សមុទ្រចិត្តកប៉ាល់ដែលគេដាក់តាមណាបងប្អូនកប៉ាល់អញ្ចឹងខ្ញុំនឹងទុកម៉ូតូនៅកន្លែងនោះហើយខ្ញុំដើរមកកន្លែងគេលេងបាទអញ្ចឹងកាលឆ្នាំមុននោះខ្ញុំអត់បានថតទេតែឆ្នាំនេះខ្ញុំថតដើម្បីបង្ហាញឲ្យបងប្អូនមើលបាទអញ្ចឹងខ្ញុំធ្វើការទុកម៉ូតូនៅកន្លែងមុខឡាននេះអូខេអញ្ចឹងបងប្អូនអាចមកផឹកអញ្ចឹងនិយាយថាបើសិនជាមកកោះកុងអាចមកហូបទឹកពោអ៊ំប្រុសនឹងបានបាទគាត់លក់ទឹកពោគាត់លក់ទឹកពោគាត់លក់រាល់ថ្ងៃបងប្អូនបាទហើយគាត់ស្គាល់ខ្ញុំច្បាស់ដែរបាទចឹងខ្ញុំទុកកន្លែងនេះស្នុកចេញមកវិញខ្ញុំដើរមកយកហើយនោះចែមួយសក់ក្រហមនោះគាត់កំពុងតែស្លៀកសរោះលេងទឹកដែរចឹងខ្ញុំទុកម៉ូតូហើយខ្ញុំធ្វើការដើរទៅបាទនេះគាត់ប្រាប់ខ្ញុំថាទុកម៉ូតូហ្នឹងទៅអត់អីទេបាទអត់មានបញ្ហាខ្លាចបាទទេបាទផ្សារក៏ដោយបាទចូលប្រហែលម៉ោងក៏បានដែរសំខាន់កុំឲ្យទៅផ្លូវគេចេញចូលបានអញ្ចឹងយើងមកដល់ខាងស្ដាមដៃបងប្អូនខាងស្ដាមដៃយើងដើរមកបាទឃើញគេលក់ភ្លើងបាញ់ទឹកខាងនេះលក់មជូរបាទមានកោកឡាហើយនេះបងប្អូនយើងក៏ទៅទៅមកទៀតហើយមើលទៅគួរឲ្យសប្បាយមែនទែនសម្រាប់វីដេអូវគ្គទី1ថ្ងៃទី3នេះអញ្ចឹងខ្ញុំកំពុងតែរកឆ្លងផ្លូវដើម្បីធ្វើដំណើរទៅកាន់តំបន់ត្រជាក់ចិត្តអញ្ចឹងឆ្នាំនេះអាចនិយាយបានថាសប្បាយជាងឆ្នាំមុនបាទដោយសារតែមានការតុបតែងប្លែកនេះជាអារម្មណ៍របស់ខ្ញុំបងប្អូនគឺសប្បាយជាងឆ្នាំមុនបាទកាលពីឆ្នាំមុននោះយើងមិនបានថត
នោះទេបាទអញ្ចឹងថ្ងៃនេះបាទចែកជូនវីដេអូនេះសម្រាប់បងប្អូនដែលក៏អត់បានដើរបាទអញ្ចឹងគាត់អាចទស្សនានៅវីដេអូនេះបាទគេថាកោះកុងសង្គ្រាមបាទ logo ខាងលើបាទប៉ាណូអញ្ចឹងខាងលើនេះមានដូចជាចងនៅរូបផ្កាយរូបចង្កៀងគោមបាទអញ្ចឹងមានច្រើនបងប្អូនខ្ញុំរៀបរាប់ឲ្យអស់ទេបាទសទូចពេកបាទមានច្រើនមែនទែនអញ្ចឹងខ្ញុំនឹងធ្វើការធ្វើដំណើរទៅកាន់ខាងឆ្វេងដៃម្ដងតំបន់ត្រជាក់ចិត្តរបស់គេហ្នឹងហើយចាយនេះគាត់កំពុងតែជំនុំគ្នាគាត់ថាគាត់ចង់ទៅខាងនោះបាទហើយខ្ញុំមកខាងនេះហើយបាទអញ្ចឹងបងប្អូនយើងគាត់កំពុងតែធ្វើដំណើរទៅកាន់កន្លែងបាញ់ទឹកបងប្អូននោះសនោះគេហៅថាតំបន់ត្រជាក់ចិត្តហើយក៏មានការតាំងពិព័រណ៍ដែរបងប្អូននេះស្តង់ពិព័រណ៍គ្រឿងញ៉ាំគ្រឿងដែលអាចហូបបានបាទហើយអាប៉ែមុនជីងតូលឿនមែនទេអញ្ចឹងយើងមកដល់តំបន់ត្រជាក់ចិត្តហើយបងប្អូនគ្រាន់តែមកដល់ភ្លាមបាទបងប្អូនយើងក៏នាំខ្ញុំមើលខ្ញុំមែនទេដូចជានិយាយទៅដូចខ្ញុំជាសត្វចម្លែកអញ្ចឹងបងប្អូនគាត់មើលរហូតអញ្ចឹងដោយសារតែគាត់មើលប្រហែលជាគាត់ឆ្ងល់ថាទូរស័ព្ទខ្ញុំអត់ចូលទឹកបាទមែនអ៊ំខ្លះគាត់ឆ្ងល់បងប្អូនគាត់ឆ្ងល់គាត់ធ្វើដំណើរតាមឡានហើយគាត់លេងបាញ់ទឹកបាយទឹកហ្នឹងគាត់ឆ្ងល់ថាទូរស័ព្ទមិនអត់ចូលទឹកបងប្អូនតាមពិតទៅទូរស័ព្ទណាក៏ចូលទឹកដែរអត់តែយើងបោះចូលទឹកគឺចូលហើយអញ្ចឹងទូរស័ព្ទខ្ញុំនេះអត់ចូលទឹកដោយសារតែខ្ញុំអត់បានបោះវាចូលទឹកបងប្អូនអញ្ចឹងចាប់ពីហ្នឹងចិត្តដល់បនសមុទ្រទៀតហើយបាទចាប់ពីចូលឆ្នាំបាទចាប់ពីចូលឆ្នាំហ្នឹងចិត្តដល់បនសមុទ្រទៀតហើយសុបាយរហូតតែម្ដងបាទខាងកោះកុងយើងអញ្ចឹងអត់មានកន្លែងណាដែលថាអត់សុបាយទេបងប្អូនហើយខាងនេះកន្លែងដែលគេរៀបចំប្រហែលជាស្រង់ព្រះបងប្អូនអញ្ចឹងខ្ញុំអត់បានមើលច្បាស់អត់ទេខ្ញុំមកថតខាងមុខការប្រគំតន្ត្រីបាទតន្ត្រីខាង DJ គេចាក់វាយឡើងបងប្អូនដូចជាចង្វាក់ EDM អញ្ចឹងទៅបាទ EDM អញ្ចឹងខ្ញុំមិនសូវច្បាស់ដែរបាទប៉ុន្តែញាក់រហូតបាទញាក់ខ្លាំងណាស់បងប្អូនញាក់ដល់តែឆេះបានបែកមនុស្សបែកគ្នាមកផ្ទះហើយទៅលេងតាមផ្លូវវិញបាទគឺញាក់ដល់តែស្ងាត់តែម្ដងបាទស្ងាត់ឈឹងមិនស្ងាត់តែគឺលាន់សំឡេងបាទឆ្លងបែបឆ្លងទឹកបងប្អូនបាទផ្ទះទឹកលើអំភ្លីផ្ទះអីដោយសារតែទឹកបាញ់មកដល់ខាងហ្នឹងដែរអញ្ចឹងស្ងាត់ពីកន្លែងហ្នឹងយើងមកអ៊ូអនៅតំបន់ផ្សារដងតុងម្ដងផ្សារដងតុងរាល់ឆ្នាំបងប្អូនអត់មានដែលបាត់ថាมันអ៊ូអទេបាទគឺអ៊ូអរហូតបាទរហូតដល់ម៉ោង6ម៉ោង7ផ្សារដងតុងខេត្តកោះកុងយើងហ្នឹងគឺជុំវិញទាំងតែម្ដងបាទគឺសប្បាយខ្លាំងបាទសប្បាយយកតែមែនទេណាអញ្ចឹងបងប្អូនកុំភ្លេចចាំមើលវគ្គទី2បងប្អូនថ្ងៃទី3នេះគឺវគ្គទី2មានកុំភ្លេចជួយ Subscribe Channel ម្នាក់មួយបាទវីដេអូកម្សាន្តនៅក្នុង Channel របស់ខ្ញុំមានច្រើនអញ្ចឹងនៅពេលដែលខ្ញុំទំនេរខ្ញុំធ្វើវីដេអូកម្សាន្តចែកជូនបងប្អូនបាទបងប្អូនខាងខេត្តកោះកុងកុំភ្លេចcomment ផងបាទបើឃើញវីដេអូមួយនេះហើយកុំភ្លេចតាមដានវីដេអូបន្ទាប់បាទវគ្គទី2ថ្ងៃទី3